បាញ់សត្វគឺជារឿងដែលក្មេងៗចំនួនមុននៅតាមស្រុកស្រែទីជនបទឧស្សាហ៍ធ្វើនៅពេលទំនេរបានជួបជុំគ្នាដោយសារតែគ្មានទូរស័ព្ទទំនើបប្រើប្រាស់ដូចជាក្មេងសម័យនេះនោះទេពួកគេដើរបាញ់សត្វដោយប្រើចំពានធ្វើអំពីមែកឈើនិងក្របលិញអំពីដីសាមសើមកុំថាឡើយតែបាញ់សត្វបើសិនជាប្រទេសនៅផ្លែឈើដូចជាផ្លែស្វាយឬផ្លែឈើផ្សេងដែលអាចបាញ់បានគឺបាញ់ទាំងអស់មិនຕົកនោះទេបានឬមិនបានក៏គិតត្រឹមតែជាការកំសាន្តតែប៉ុណ្ណោះចំពោះការបាញ់សត្វវិញក៏ដូចគ្នាគឺបាញ់ចម្រុះមិនថាសត្វស្លាបឬក៏សត្វដដើរនៅលើដីនោះទេជួនបាញ់បានក៏យកមកចំអិនចែកគ្នាហូបតែបើមិនបានក៏ត្រឡប់ទៅផ្ទះរៀងខ្លួនប៉ុន្តែភាគច្រើនគឺដឹងតែបាញ់បានហើយព្រោះទឹកដីនៃការបាញ់គឺមិនធម្មតានោះទេការដើរបាញ់នៅពេលថ្ងៃគឺវាមានលក្ខណៈលំបាកដោយសារតែពេលដែលឃើញសត្វម្ដងគឺត្រូវដើរលោបកុំឲ្យសត្វផ្អើលទៅអាចបាញ់បានតែបើចំពោះពេលយប់វិញគឺមិនពិបាកនោះទេជាពិសេសនៅពេលដែលមេឃភ្លៀងហើយឲ្យតែមិនពិលឈួលបញ្ចាំងទៅគឺគ្រប់គ្រាន់ហើយចំពោះខ្ញុំផ្ទាល់ក៏ជាអ្នកដែលចូលចិត្តដើរបាញ់សត្វដូចគ្នាគឺបាញ់ដាច់បាយដាច់ទឹកប៉ុន្តែទឹកដៃគឺមិនសូវត្រង់ប៉ុន្មាននោះទេទម្រាំបាញ់បានសត្វមួយគឺបាញ់ដល់ចុកដៃអស់ហើយកាលវេលាមួយមានភ្លៀងធ្លាក់មួយមេយ៉ាងធំជួនជាពេលដែលរាំងវាក៏ល្ងិចល្មមពូរបស់ខ្ញុំក៏បានដើរមកបបួលខ្ញុំថាយុគនេះចង់ទៅបាញ់សត្វទេព្រោះភ្លៀងអញ្ចឹងសត្វសាមស្លាបហើទៅណាមិនរួចទេខ្ញុំក៏សួរទៅគាត់វិញថាពូមានពិលទេគាត់ក៏តបមកវិញថាមានដល់ទៅ2ឯណោះមិនបងអងយូរខ្ញុំក៏ឆ្លើយជាមួយគាត់ភ្លាមថាទៅពូទៅបន្ទាប់មកខ្ញុំក៏ដើរទៅឆ្កឹះដីឥដ្ឋនៅប្រឡាយខាងមុខផ្ទះដើម្បីយកមកដំឲ្យណែនចូលគ្នាដោយសារតែមិនមានថ្ងៃសម្រាប់ហាលក៏ត្រូវដំឲ្យរឹងនិងបេះលុញចេញជាក្របដីតូចប៉ុនមេដៃរៀបចំរួចក៏យកទៅដាក់ក្នុងស្បោងព្រមទៅដោយចំពីមួយដើមដែលខ្ញុំបានធ្វើវាដោយផ្ទាល់ដៃរងចាំតែវេលាយប់នឹងចេញទៅបាញ់សត្វជាមួយពូរបស់ខ្ញុំតែម្ដងវេលាពេលយប់ក៏បានមកដល់ពូរបស់ខ្ញុំក៏បានដើរមកហៅខ្ញុំដល់ផ្ទះដោយលើខ្លួនរបស់គាត់គឺមានកាំភ្លើងខ្យល់មួយដើមនិងមានស្បោងសម្រាប់ដាក់សត្វព្រមទាំងមានពិលសម្រាប់បំភ្លឺផ្លូវចំនួន2ផងដែរគឺគាត់យកមកចែកឲ្យខ្ញុំមួយបន្ទាប់មកពួកយើងក៏បានចេញដំណើរទៅដើរកាប់វាលស្រែនៅក្រោយផ្ទះសម្ដៅទៅកាន់ដើមឈើផ្សេងដើម្បីរកមើលសត្វដែលទុំនៅតាមមេឈើកាលនោះគឺសម្បូរខ្លាំងណាស់គឺមួយដើមមានសត្វយ៉ាងតិចក៏4ទៅ5ក្បាលដេកក្បែរគ្នាបើនៅឆ្ងាយដៃក៏បាញ់ទម្លាក់តែបើនៅជិតដៃក៏ចាប់យកតែម្ដងដើរបាញ់បានយូរបន្តិចភ្លេចក៏ទៅដល់វាលមួយដែលជាវាលដែលគេនិយមយកខ្មោចអនាថាទៅបូជាចោលតែដោយសារតែពេលយប់ខ្ញុំមើលមិនដឹងនោះទេតែពូរបស់ខ្ញុំគាត់ដឹងច្បាស់ណាស់តែគាត់មិនហ៊ានប្រាប់ខ្ញុំនោះទេដោយសារតែខ្លាចខ្ញុំខ្លាចខ្មោចដើរបាញ់សត្វបន្តខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាត្រជាក់ឆ្អឹងខ្នងខុសពីធម្មតាហើយក៏មានអារម្មណ៍ថាមាននរណាម្នាក់ដើរនៅពីក្រោយខ្នងខ្ញុំ
ខ្ញុំដឹងច្បាស់ថាមិនមែនជាពូរបស់ខ្ញុំនោះទេដោយសារតែយើងពីរនាក់បានដើរបាញ់សត្វនៅខាងភ្លើងស្រែម្នាក់ខ្ញុំក៏បន្តដើរទៅមុខដើររហូតដល់ដំបូកមួយដែលមានដើមឈើដុះមួយដើមយ៉ាងធំនិងមានដប់សុកត្រុតទៀតផងខ្ញុំក៏បានវេកដប់ចូលមើលហើយក៏បញ្ចាំងពិលទៅលើដើមឈើឃើញថាមានសត្វលលោកមួយគូមិនបងអងយូរក៏ទាញចំពាមដាក់គ្រាប់បាញ់យកតែម្ដងចាំបានថាពេលនោះខ្ញុំបានបាញ់ធ្លាក់មួយក្បាលតែមួយក្បាលទៀតវាមិនផ្អើលទៅណានោះទេហើយខ្ញុំក៏បន្តបាញ់ទម្លាក់មួយក្បាលទៀតប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺខ្ញុំរកសត្វដែលបានធ្លាក់នោះនៅដីមិនឃើញនោះទេមិនអស់ចិត្តខ្ញុំក៏បញ្ចាំងពិលទៅលើម្ដងទៀតម្ដងនេះខ្ញុំក៏ស្រាប់តែឃើញស្រមោលអ្វីមួយយ៉ាងរូបរាងមិនច្បាស់លាស់សំកាំងនៅលើមែកឈើដែលខ្ញុំបានបាញ់សត្វនោះគិតថាមិនស្រួលក៏សរសៀដើរចេញទាំងនៅក្នុងចិត្តដឹងថាវាជាអ្វីនឹងភ័យបុកពោស្ទើរតែជ្រុះបេះដូងមកក្រៅទៅហើយនិយាយពីញើសវិញគឺបែកញើសចូលខ្លួនតែម្ដងខ្ញុំដើរមិនហ៊ានងាកក្រោយនោះទេប៉ុន្តែរំពេចនោះក៏ស្រាប់តែមានស្រមោលសស្ទង់រត់កាត់ពីមុខខ្ញុំបរិបពីចម្ងាយមិនបានដល់10ម៉ែត្រផងខ្ញុំមិនបងអងយូរក៏ស្រែកហៅពូរបស់ខ្ញុំភ្លាមប៉ុន្តែមិនឮសំឡេងឆ្លើយតបនោះឡើយដោយសារតែខ្លាចខ្លាំងខ្ញុំក៏រត់សំដៅផ្លូវទៅរកមកផ្ទះវិញដោយរត់កាត់វាដែលគេបូជាសពនោះរត់បណ្ដើរក៏ដូចជាមាននរណាម្នាក់រត់តាមខ្ញុំផងដែរតែខ្ញុំមិនហ៊ានងាកក្រោយឡើយក៏បន្តរត់រហូតទោះបីជន់បន្លាមុតជើងយ៉ាងណាក៏មិនហ៊ានចប់ឡើយរត់មកដល់ផ្ទះភ្លាមក៏លែងមានអារម្មណ៍ថាអ្នកណាតាមមកទៀតហើយមួយសន្ទុះក្រោយមកពូរបស់ខ្ញុំក៏បានមកដល់ផ្ទះវិញដែរហើយក៏បានសួរខ្ញុំថាហេតុអ្វីបានជាឯងមកផ្ទះមុនពូមិនចាំពូអញ្ចឹងខ្ញុំក៏បានរៀបរាប់ដំណើរដើមតងប្រាប់ទៅកាន់គាត់ហើយគាត់ក៏បាននិយាយថាត្រូវហើយកន្លែងដែលឯងបាញ់សត្វនោះវាជាវាលបូជាសពអនាថានេះសំណាងហើយដែលឯងមិនកើតអីស្អែកនេះចាំពូនាំឯងទៅឲ្យលោកតានៅវត្តស្រោចទឹកលើករាសីមកវិញក្រោយពីហេតុការណ៍នោះមកខ្ញុំមិនដែលហ៊ានដើរបាញ់សត្វនៅពេលយប់ទៀតឡើយហើយរឿងនេះក៏ចប់ត្រឹមតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់